សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះទីថ្ងៃ4រោចខែអាសត់ឆ្នាំម្សានពុទ្ធសករាជ2569ជាថ្ងៃកំណត់កម្មវិធីកឋិនសាមគ្គីនៅវត្តព្រៃអាងឥឡូវកម្មវិធីបានចាប់ផ្ដើមហើយញាតិញោមយើងក៏បានមកចូលបុណ្យបណ្ដាដែរចំពោះបងប្អូនដែលមានត្រាយទាំងតូចទាំងធំក៏បានរួចរាន់លើកយកមកសាលាឆាន់ដើម្បីរៀបចំឲ្យលោកសូត្រមុននឹងអាទិស្អុយផងដែរបាទក្នុងបិណ្ឌកឋិននេះព្រះចៅអធិការក៏បាននិមន្តអនុគុណសង្ឃមកចូលរួមដើម្បីសម្ដែងព្រះធម៌ទេសនាអំពីកឋិនដែរហើយឥឡូវការទេសនាកឋិននេះបានបញ្ចប់ព្រះសង្ឃក្នុងវត្តក៏បានសម្ដែងការគោរពលាព្រះសង្ឃអនុគុណហើយបន្ទាប់ពីព្រះសង្ឃបាននិមន្តទៅវិញក៏បានអញ្ជើញទៅផ្ទះវិញដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកលុះដល់ថ្ងៃស្អែកញាតិញោមយើងខ្លះទៀតក៏នៅបន្តចូលបុណ្យដែរតាំងពីព្រឹករហូតដល់រសៀលផងដែរតែដោយសារការកំណត់ហានៅវេលាម៉ោង2រសៀលចឹងអ្នកម៉ែនិងអ៊ំនៅចចែកគ្នាលេងសិនបែបមនុស្សចាស់លុះដល់ម៉ោង5ខ្ញុំនិងអង្គកឋិនទាំងមូលក៏ចាប់ផ្ដើមហាតាមក្បួនដែលបានរៀបចំហើយឃើញថាហានេះមានការចូលរួមច្រើនពីសំណាក់ញាតិញោមនិងពុទ្ធបរិស័ទមិនត្រឹមតែការហែត្រាយទេសូម្បីតែអ្នកចូលរួមទិញមួងនិងទិញមួងយ៉ាក់ក៏មានច្រើនដែរញៀងឲ្យកឋិននេះកាន់តែធំហើយនេះជាលើកទី1ដែរខ្ញុំបានមកហែកឋិននៅវត្តព្រែកឯងនិយាយពីបុណ្យកឋិនទានចិនខ្ញុំបាទសូមលើកឡើងបន្តិចថាការហែត្រាយយើងត្រូវដើរជុំវិញព្រះវិហារចំនួន3ជុំជាមួយត្រាយឬផ្កាឈូកហើយគោលបំណងការធ្វើបុណ្យកឋិននេះគឺដើម្បីប្រគេនស្បង់ជីវរថ្មីដល់ព្រះសង្ឃដែលគង់ចាំប្រវត្តិសាស្ត្រក្នុងវត្តអស់រយៈពេល3ខែហើយចំពោះអនិសង្ឃបុណ្យកឋិននេះគឺធំណាស់បងអូនធ្វើឲ្យរួចចាកកម្មទាំងឡាយធំដែរចឹងហើយបើយើងមិនបានធ្វើ1ឆ្នាំម្ដងទេគួរគប្បីធ្វើ3ឆ្នាំឬ5ឆ្នាំម្ដងតាមសទ្ធាឬបច្ច័យកុំឲ្យខានណាបងប្អូនឥឡូវការហែ3ជុំបានចប់គ្រប់ហើយពុទ្ធបរិស័ទក៏បាននាំយកត្រាយចូលវិហារដើម្បីរៀបចំប្រគេនកឋិនដល់ព្រះសង្ឃចំពោះបងប្អូនដែលមានផ្កាឈូកឬផ្កាម្លិះក៏បានយកមកបូជាដល់ព្រះពុទ្ធរូបផងដែរហើយកម្មវិធីបន្ទាប់គឺព្រះសង្ឃទទួលកឋិនឲ្យពរដល់ពុទ្ធបរិស័ទហើយអាចារ្យក៏បានប្រកាសបច្ច័យសរុបការចូលបុណ្យកឋិនដល់ពុទ្ធបរិស័ទរៀលមាន77លាន474000ប្រាក់ដុល្លារ$9367ទេណាអនុមោទនាបាទវន្តាំយាណាំមេលាកន្ធំវិលេបតែគប់ចិនរមែងបានរបស់ដែលគប់ចិនដល់កម្មវិធីចុងក្រោយគឺព្រះសង្ឃទទួលកឋិនប្រកាសបញ្ចប់កឋិនថ្មីនិងក្រងស្បង់ជីវរបាទសូមអរគុណច្រើនការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើមានលើកឡើងមកមិនសមរម្យសូមមេត្តាខន្តីអភ័យទោស